ស្រូវវស្សាជាង44,000ហិកតានៅខេត្តកំពង់ធំបាត់ដំបងបន្ទាយមានជ័យនិងសៀមរាបកំពុងប្រឈមនឹងការខ្វះទឹកស្រោចស្រពឋានៈកម្ពុជាកំពុងរងឥទ្ធិពលបាតុភូតអេលីញ៉ូដែលធ្វើឲ្យភ្លៀងធ្លាក់តិចនិងអូសបន្លាយភាពរាំងស្ងួតស្ថានភាពនេះបានធ្វើឲ្យកម្រិតទឹកទន្លេមេគង្គនៅទាបឋានៈអាងស្តុកទឹកខ្លះដូចជានៅកំពង់ធំនៅសល់ទឹកត្រឹម30%ប៉ុណ្ណោះតន្ន័យរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដែល News Today ទទួលបាននៅថ្ងៃទី8ខែកក្កដាឆ្នាំ2026បង្ហាញថាចាប់ពីថ្ងៃទី13ខែមិថុនាដល់ថ្ងៃទី6ខែកក្កដាគ្រោះរាំងស្ងួតបានប៉ះពាល់ឃុំចំនួន48ក្នុងស្រុក12នៃខេត្តទាំង4ក្នុងនោះខេត្តសៀមរាបមានផ្ទៃដីប្រឈមច្រើនជាងគេជាង19,500ហិកតាបន្ទាប់មកខេត្តបាត់ដំបងជាង18,300ហិកតាខេត្តកំពង់ធំជិត7,800ហិកតានិងខេត្តបន្ទាយមានជ័យជាង6,400ហិកតាប៉ុន្តែមិនទាន់មានដំណាំស្រូវខូចខាតនៅឡើយទេលោកសុតកឹមកុលមនីអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថានៅខេត្តកំពង់ធំនិងសៀមរាបមានភ្លៀងធ្លាក់ក្នុងរយៈពេល2ទៅ3ថ្ងៃចុងក្រោយដែលបានជួយឲ្យស្រូវមួយចំនួនចាប់ផ្ដើមលូតលាស់ឡើងវិញប៉ុន្តែខេត្តបាត់ដំបងនិងបន្ទាយមានជ័យនៅតែប្រឈមការខ្វះទឹកដោយសារប្រភពទឹកធម្មជាតិនៅមានកម្រិតហើយទឹកដែលនៅសល់នៅក្នុងបឹងត្រពាំងនិងស្រះត្រូវរក្សាទុកសម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋនិងសត្វចិញ្ចឹមជាចម្បងលោកច័ន្ទយុធាអ្នកនាំពាក្យក្រសួងធនធានទឹកនិងអូតូនិយមបានប្រាប់ News Today ថាបច្ចុប្បន្នកម្រិតទឹកទន្លេមេគង្គមានប្រមាណ4ម៉ែត្រប៉ុណ្ណោះឋានៈការបញ្ចេញទឹកទៅអាងស្តុកទឹកធំៗដែលនៅឆ្ងាយពីទន្លេមេគង្គត្រូវការកម្រិតទឹកយ៉ាងហោចណាស់10.40ម៉ែត្រទើបអាចផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់លោកបញ្ជាក់ថានេះគឺជាឥទ្ធិពលពីបាតុភូតអេលីញ៉ូដែលកំពុងជះឥទ្ធិពលដល់កម្ពុជាចាប់ពីខែកក្កដារហូតដល់ខែកញ្ញាបាតុភូតនេះនឹងបណ្ដាលឲ្យភ្លៀងធ្លាក់តិចនិងរាំងស្ងួតនៅតំបន់មួយចំនួនដើម្បីទប់ស្កាត់ការខូចខាតអាជ្ញាធរនិងមន្ទីរជំនាញបានចាប់ផ្ដើមអន្តរាគមន៍បន្ទាន់នៅតំបន់រងគ្រោះនៅខេត្តបាត់ដំបងក្រសួងធនធានទឹកបានបើកទ្វារទឹកពីអាងទឹកកំពីងពួយដើម្បីបញ្ជូនទឹកទៅកាន់ស្រែប្រជាកសិករចំណែកខេត្តកំពង់ធំបានបើកអាងស្តុកទឹក30កញ្ញានិងប្រើម៉ាស៊ីនបូមទឹកធំៗចំនួន7គ្រឿងជួយស្រោចស្រពផ្ទៃដីប្រមាណជាង15,000ហិកតាប៉ុន្តែទឹកនៅក្នុងអាងនេះនៅសល់ត្រឹម30%ប៉ុណ្ណោះទន្ទឹមនឹងការបន្តស្វែងរកប្រភពទឹកបន្ថែមក្រសួងកសិកម្មក៏បានត្រៀមពូជស្រូវបំរុងដើម្បីផ្ដល់ឲ្យប្រជាកសិករប្រសិនបើមានការខូចខាតដែលត្រូវដាំឡើងវិញនេះបើយោងទៅតាមលោកសុតកឹមកុលមនីបើតាមក្រសួងធនធានទឹកកម្ពុជាមានផ្ទៃដីកសិកម្មសរុបជាង3លានហិកតាប៉ុន្តែគិតត្រឹមខែមិថុនាការបង្កបង្កើនផលសម្រេចបានប្រមាណជា2លានហិកតាប៉ុណ្ណោះដោយសារតែកង្វះទឹកនិងការធ្លាក់ភ្លៀងមិនទៀងទាត់ខ្ញុំរស់សុធាពី News Today NDTV